វីដេអូមុនខ្ញុំបានចែករំលែកអំពីការបង្កើត page ឬមួយក៏ការ add card អីរួចអស់ហើយថ្ងៃនេះខ្ញុំមកចែករំលែកអំពីការ boost យក follower ដោយសារតែ page យើងថ្មីអត់មាន follower ច្រើនដើម្បីបង្កើតទំនុកចិត្តដល់អ្នកមើលឬមួយក៏អតិថិជនដែលមកទិញផលិតផលក្នុង page របស់យើងត្រូវបង្កើន follower ពេលដែលយើង boost នៅ ad manager យើងកំណត់ audience អីដល់ខ្លួនឯងអញ្ចឹងយើងចូលមកក្នុងpage របស់យើងមកបងប្អូនមុននឹងសម្រេចចិត្តថា boost យក follower បងប្អូនត្រូវក្លែកមើល page ខ្លួនឯងដែរថាតើការផុសរបស់យើងហ្នឹងមានច្រើនហើយនៅមានន័យថាឲ្យច្រើនផុសមានទាំងវីដេអូមានទាំងរូបភាពអីឲ្យច្រើនអញ្ចឹងណានៅពេលដែលគេចូលមើល page របស់យើងគួរទុកចិត្តឬមួយក៏ការផុសហ្នឹងគួរឲ្យពិតប្រាកដអីចឹងនឹងបានគេ like ឬមួយក៏ follower យើងអូខេពេលដែលយើងរៀបចំ page របស់យើងហើយបងប្អូនចូលមកក្នុង ad manager វាយពាក្យ ad manager ដល់ពេលចូលមកដល់ ad manager គឺវាលុបផ្ទាំងបែបនេះអញ្ចឹងបងប្អូនចូលមកពាក្យ create មួយនេះប៊ូតុងមួយនេះបន្តមកទៀតយកពាក្យ engagement ចុច continue យកទី2 menu នេះ continue ទៀតអូខេដល់ចំណុចមួយនេះវាមាន3ហើយកន្លែង name នេះយើងដាក់ឧទាហរណ៍ថាយើងដាក់ promote follower អូខេយើង copy វាមក Ctrl C ហើយកន្លែង event text នេះគឺយើងដាក់ចំនួនទឹកលុយថាមួយថ្ងៃយើងចង់ដាក់ប្រមាណមួយថ្ងៃយើងចង់ដាក់$5ឧទាហរណ៍ហើយចូលមកបន្ទាប់គឺចំណុចនេះកន្លែងឈ្មោះនេះបងប្អូនអាច Ctrl V ឈ្មោះដូចខាងលើនេះមកហើយកន្លែង conversion បងប្អូនដូរយកមកពី Facebook page អូខេហើយកន្លែង Facebook page នេះបើសិនជា account Facebook របស់យើងមានច្រើន page កន្លែងហ្នឹងគឺវា load ច្រើន page ឲ្យយើងហើយប៉ុន្តែដោយសារតែ account Facebook មួយហ្នឹងមានតែមួយ page ទេអញ្ចឹងវាអត់មាន load អីមកទៀតទេអូខេបន្ទាប់មកទៀតចំណុចដែលគួរចាប់អារម្មណ៍កន្លែងនេះគឺកំណត់ថ្ងៃយើងអាចដាក់ប្រហែលថ្ងៃគឺ20ថ្ងៃរហូតដល់ថ្ងៃទី25ចុះហើយបន្តមកទៀតអូខេមកដល់ទីតាំងនេះបងប្អូនយកពាក្យ Cambodia មកបើសិនជា account បងប្អូន load ទៅប្រទេសផ្សេងអញ្ចឹងណាបងប្អូនហើយកន្លែង advantage audience មួយនេះបងប្អូនអាចកំណត់ថា audience ហ្នឹងជាមនុស្សបែបណាអាយុប្រហែលអីចឹងបងប្អូនចូលមកពាក្យ switch មកយកពាក្យ use original ហើយដើម្បីដូរនៅអាយុថាយើងយកពីអាយុ20ឧទាហរណ៍រហូតដល់43អីចឹងទៅឧទាហរណ៍ហើយpage យើងយកទាំងប្រុសឬមួយក៏តែស្រីទេឬមួយក៏យកទាំងអស់យើងដាក់ all មកអូខេកំណត់អស់ហើយបន្តមកទៀតកន្លែងនេះបងប្អូនក៏តែដឹងដែរប៉ុន្តែអានេះខ្ញុំបញ្ជាក់បន្តិចបើសិនជាយើង boost យកតែ follower គឺនេះកន្លែង menu នេះវា load តែ Facebook មួយនេះទេមានថាវា load តែនៅលើ new feed ហើយនឹង video story status អីទេតែបើសិនតែយើង boost យក view boost យក engagement boost យក message អីផ្សេងគឺវា load ទាំងអស់វា load ទាំង Instagram audience messenger WhatsApp អីចឹងទៅអាហ្នឹងតាមដែលយើង select អញ្ចឹងណាបងប្អូនអូខេអញ្ចឹងកន្លែងហ្នឹងអត់អីទេអាហ្នឹងបើយើង boost តែ follower យើងមិនបាច់មើលកន្លែងហ្នឹងញ៉ៃទេយើងយកមកចំណុចទី3តែម្ដងចំណុចនេះគឺឈ្មោះយើងអាចដូរដាក់ដូចមុនមកយើង Ctrl V មកចេញ promote follower ហើយបន្តមកទៀតបងប្អូននៅកន្លែងនេះកន្លែង add creative នេះបងប្អូនចូលមកយកពាក្យវាមាន2កន្លែងនេះចូលមកវាមាន2វាមានជាវីដេអូឬមួយក៏ជារូបភាពមានន័យថាយើងចង់ promote ជាវីដេអូក៏បានជារូបភាពក៏បានដែរឥឡូវខ្ញុំឧទាហរណ៍ថាជាវីដេអូចុះ
ជាវីដេអូអញ្ចឹងចូលមកដល់បងប្អូនចូលមកកន្លែង page នេះគឺយើងយកវីដេអូពីក្នុង page មកតែម្ដងហើយឧទាហរណ៍វីដេអូមួយនេះមកអូខេអញ្ចឹងខ្ញុំចុច next បន្តមកទៀតកន្លែង primary text នេះមានន័យថាយើងសរសេរជា caption ដើម្បីឲ្យគេតាក់ទាញអញ្ចឹងណាឧទាហរណ៍តាមវីដេអូមិញខ្ញុំតាក់ទងទៅនឹងម៉ាស៊ីន massage សាច់ដុំអញ្ចឹងខ្ញុំសរសេរមក machine massage សាច់ដុំអាហ្នឹងសរសេរវែងនោះចុចអាហ្នឹងខ្ញុំឧទាហរណ៍ណាហើយបន្តមកទៀតខ្ញុំចុច done អូខេបងប្អូននេះវាសរសេរនៅលើ caption ហើយនៅពេលដែលយើងបួសយក promote follower ឃើញអត់វា load ប៊ូតុង follow កន្លែងនេះមានន័យថានៅពេលដែលគេឃើញ post វីដេអូហ្នឹងគេ follow មក page យើងតែម្ដងនៅពេលគេចុច follow ហ្នឹង page យើងឡើង follow តែម្ដងហើយក៏យើងចុចយក public នៅពេលដែលយើងចុច public ហើយអញ្ចឹង Facebook จะដើម review វីដេអូរបស់យើងដើម្បីឲ្យវា run ad ទៅហើយបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះកុំភ្លេចចុច subscribe នៅក្នុង YouTube ក៏ដូចជាចុច share នៅក្នុង Facebook page ផងដែរ